មុខម្ហូបធៀមបាយច្រើនមានតែស្លម្ជូរក្រាក់ហ្នឹងបងប្អូនសំខាន់ត្រូវខែធ្លាក់ភ្លៀងខែវស្សាអញ្ចឹងសបោត្រីទលេដោយសារខ្ញុំនៅខេត្តកញ្ចេះអញ្ចឹងសបោត្រីទលេមែនតែនហើយថ្ងៃនេះគឺខ្ញុំឃើញត្រីទលេត្រីប្រាហ្នឹងអូធំមកបងប្អូនអរគ្នាប៉ុន្តែគាត់ថានេះអ្នកលក់គេកាត់លក់ខ្ញុំទិញក្បាលត្រីហ្នឹងហើយនឹងកន្លែងសាច់កន្លែងពោះវាមួយដុំអញ្ចឹងណាហើយឲ្យអ្នកលក់គេកាត់កង់អញ្ចឹងមកយកស្លម្ជូរហើយនឹងចង់ម្ជូរក្រាក់អញ្ចឹងណាហើយបានត្រីលាងសម្អាតរួចរាល់ហើយចាប់ផ្ដើមមកធ្វើគ្រឿងផ្សំវាគឺងាយស្រួលបងប្អូនមានតែគល់លក្រីល្មៀតម្ដេងហើយយើងយកមកដំវាឲ្យតួអ្នកម្យ៉ាងទៀតគេហៅថាម្ជូរខ្ជិលអញ្ចឹងណាបងប្អូនជាមួយនឹងខ្ទឹមសហ្នឹងខ្ញុំអត់ច្រាមទេគ្រាន់តែដំវាតួអញ្ចឹងណាមានគល់ខៃល្មៀតម្ដេងខ្ទឹមសជាមួយនឹងស្លឹកក្រូចសើចហើយនឹងប្រហុកបងប្អូនបន្ទាប់ពីរៀបចំគ្រឿងផ្សំហើយមកចូលយកបន្លែម្ដងបន្លែស្លម្ជូររបស់ខ្ញុំហ្នឹងគឺខ្ញុំមានត្រប់ស្រួយជាមួយនឹងម្ទេសបងប្អូនទាំងគ្នាម្ទេសផ្លោកអាខៀវខ្ចីបងប្អូនយកមកកាត់វាជាកង់ខ្លីៗហើយខ្ញុំយកម្ទេសចេញបងប្អូនឧស្សាហ៍ខ្លាច់វាហឹលខ្លាំងពេកហើយនេះដែរអ្នកធ្វើម្ហូបបងប្អូនឥឡូវទងន់32សប្តាហ៍ហើយចិត្តដល់ថ្ងៃសម្រាលហើយខែ9ហ្នឹងខ្ញុំសម្រាលហើយបងប្អូនតែកិច្ចការងារផ្ទះបាយម្ហូបដាំស្លគឺនៅតែធ្វើរហូតនឹងបងប្អូនដោយសារវាជាកាតព្វកិច្ចរបស់យើងណាបន្ទាប់ពីធៀមគ្រឿងរួចរាល់អស់ហើយគឺខ្ញុំចាប់ផ្ដើមចាក់ខ្លាញ់ចូលហើយតម្លាក់ខ្ទឹមសល្មៀតម្ដេងយកមកលីងឲ្យវាឈ្ងុយបងប្អូនលីងមុនជាមួយនឹងស្លឹកក្រូចនឹងធ្វើម៉េចលីងវាឲ្យឡើងឈ្ងុយសិនចាំបងប្អូនដាក់ប្រហុកចូលបន្ទាប់ពីដាក់ប្រហុកហើយចាប់ផ្ដើមវាយគ្រឿងមានអំបិលប៊ីចេងស្ករទឹកត្រីអញ្ចឹងណាបងប្អូនហើយនឹងប្រេងខ្យងលីងគ្រឿងនឹងឲ្យឈ្ងុយហើយចាំយើងចាក់ត្រីចូលហើយថែមទឹកបន្តិចចាប់ផ្ដើមដាក់ខ្ញុំផើម្ជូរសាដានដាក់ម្ជូរសាដានជាមួយនឹងដាក់ថប់ស្រួយចូលព្រោះថប់ស្រួយហ្នឹងវាយើងដាក់ជាមួយនឹងត្រីបន្តគ្នាអញ្ចឹងណាដោយសារនឹងវាប្រភេទបន្លែរឹងហើយយើងអាចងាស់ត្រីហ្នឹងយូរពេកទេបន្ទាប់ពីដាក់ម្ទេសផ្លោកអីហើយពុះហើយគឺម្ហូបរបស់យើងឆ្អិនហើយបងប្អូនអើយឈ្ងុយណាស់ហើយត្រៀមតបាយទៅនិយាយថាជូរច្រាស់មាត់ឆ្ងាញ់ខ្លាំងមែនតើហ្មងណាម្ជូរហ្នឹងដោយសារប្រភេទត្រីធំអញ្ចឹងទៅស្បែកវាស្វិតបង្កើនរសជាតិម្ហូបយើងកាន់តែឆ្ងាញ់